នៅក្នុងប្រទេសន័រវេវិស័យកីឡាជាពិសេសបាល់ទាត់មិនគ្រាន់តែជាល្បែងកម្សាន្តនោះទេតែវាជាផ្នែកមួយនៃវប្បធម៌និងការអប់រំសម្រាប់កុមារតាំងពីវ័យតូចៗការបណ្ដុះបណ្ដាលក្មេងៗនៅទីនេះគឺផ្អែកលើទស្សនវិជ្ជាកីឡាសម្រាប់មនុស្សទាំងអស់គ្នាដែលមានន័យថាក្មេងៗគ្រប់រូបដោយមិនគិតពីកម្រិតសមត្ថភាពឬស្ថានភាពរបស់គ្រួសារនោះទេគឺសុទ្ធតែមានសិទ្ធិនិងឱកាសចូលរួមក្នុងការលេងបាល់ទាត់ក្លឹបបាល់ទាត់នៅតាមមូលដ្ឋានគឺជាឆ្អឹងខ្នងនៃប្រព័ន្ធបាល់ទាត់ក្លឹបទាំងនេះដំណើរការភាគច្រើនដោយសារអ្នកស្ម័គ្រចិត្តដែលជាឪពុកម្ដាយឬក៏ជាសមាជិកនៃសមាគមគេមិនផ្ដោតលើជ័យជំនះក្នុងការប្រកួតនោះឡើយសម្រាប់ក្មេងៗក្រោម12ឆ្នាំគឺពុំមានតារាងពិន្ទុឬលទ្ធផលផ្លូវការណាមួយត្រូវបានកត់ត្រាទុកនោះទេគោលបំណងចម្បងគឺធានាថាក្មេងៗទទួលបានភាពរីករាយអភិវឌ្ឍជំនាញមូលដ្ឋាននិងស្រឡាញ់ការហាត់ប្រាណវិធីសាស្ត្រក្នុងការបង្រៀនគឺសំដៅទៅលើការអភិវឌ្ឍភាពរហ័សរហួនការគ្រប់គ្រងបាល់និងការបញ្ជូនបាល់តាមរយៈការលេងហ្គេមតូចៗក្មេងៗត្រូវបានលើកទឹកចិត្តឲ្យចេះគិតនិងសម្រេចចិត្តដោយខ្លួនឯងនៅលើទីលានដោយគ្មានការស្រែកកំហុសឬដាក់សម្ពាធពីគ្រូបង្វឹកឬក៏ឪពុកម្ដាយនោះឡើយបរិយាកាសបែបនេះជួយកាត់បន្ថយភាពតានតឹងនិងបង្កើតឲ្យមានទំនុកចិត្តលើខ្លួនឯងក្រៅពីជំនាញបាល់ទាត់ក្មេងៗក៏ត្រូវបានបង្រៀនអំពីតម្លៃនៃវិន័យការគោរពគ្នាទៅវិញទៅមកនិងស្មារតីធ្វើការជាក្រុមការលេងបាល់ទាត់ក្នុងសង្គមន័រវេបង្រៀនក្មេងៗឲ្យចេះជួយគ្នាទាំងនៅក្នុងទីលាននិងក្រៅទីលានផងដែរវាជាមធ្យោបាយមួយក្នុងការកសាងបុគ្គលិកលក្ខណៈសុខភាពផ្លូវកាយនិងផ្លូវចិត្តតាំងពីក្មេងសរុបមកការលេងបាល់ទាត់និងការបណ្ដុះបណ្ដាលកូនក្មេងនៅប្រទេសន័រវេមិនមែនជាការប្រកួតប្រជែងដើម្បីក្លាយជាអ្នកអាជីពតាំងពីតូចនោះទេប៉ុន្តែវាគឺជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលមានសុខភាពល្អមានសាមគ្គីភាពនិងពោរពេញទៅដោយភាពរីករាយចំណុចនេះហើយដែលធ្វើឲ្យកីឡាបាល់ទាត់នៅន័រវេក្លាយទៅជាឧបករណ៍ដ៏ល្អឥតខ្ចោះក្នុងការអប់រំនិងទំនាក់ទំនងក្នុងសហគមន៍សូមបញ្ជាក់ផងដែរថាការអភិវឌ្ឍកីឡាករវ័យក្មេងនៅន័រវេគឺមើលទៅលើការរីកចម្រើនរយៈពេលវែងមិនមែនទទួលការជោគជ័យមួយឆាវនោះទេការចូលរួមរបស់សហគមន៍ទាំងមូលមានន័យថាឪពុកម្ដាយមិនមែនគ្រាន់តែជាអ្នកមើលឬទម្លាក់កូនចោលទេប៉ុន្តែពួកគាត់ក៏ត្រូវជាកម្លាំងជលករជួយរៀបចំការប្រកួតលក់អាហារសម្រាប់មូលនិធិក្លឹបនិងរួមចំណែកធ្វើឲ្យបរិយាកាសកាន់តែរីករាយក្មេងៗនៅន័រវេចាប់ពី5ឆ្នាំឡើងទៅគឺគាត់អាចចូលរួមលេងបាល់ទាត់ហើយនឹងប្រកួតបាល់ទាត់បានហើយគ្រឹះសម្រាប់លេងបាល់ទាត់នៅន័រវេគឺគេលេង fair play មានន័យថាលេងដោយយុត្តិធម៌និងបង្រៀនក្មេងៗឲ្យចេះទទួលខុសត្រូវព្រមទាំងអភិវឌ្ឍបុគ្គលិកលក្ខណៈដើម្បីឲ្យក្លាយទៅជាប្រជាពលរដ្ឋដ៏ល្អម្នាក់ Sparker Erika en gang til kom igjen fremover kom igjen Erika Sparker ja 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 Kom igjen Erika, gå inn nå. En gang til Erika, en gang til. Kom igjen Erika. Spark i mål. Ja, bra. Erika, stopp i mål. Kjempebra, Lia. Kjempebra. Jeppe Erika, gå Jeppe.